ហេតុអ្វីចៅហ្វាយមិនឲ្យម៉ាស៊ីនដើរដោយថាមពលទឹករីកចម្រើនទៅមុខលេង LIFO បច្ចេកទេសនិងបច្ចេកវិទ្យាម៉ាស៊ីនដើរដោយទឹកគ្រោះថ្នាក់ចំពោះពិភពលោកនៅឡើយឧទាហរណ៍ម៉ាស៊ីនត្រជាក់មានពីរយ៉ាងម៉ាស៊ីនមួយគេហៅថា air conditioning រីឯម៉ាស៊ីនមួយទៀតគេហៅថា humidifier បើនៅស្រុកខ្មែរលិនលីប្រើ humidifier រាល់ពេលក្តៅមានន័យថាហានិភ័យនៃការកើតជំងឺសួតនឹងកើតឡើងលឿនជាងប្រើម៉ាស៊ីនត្រជាក់ air conditioner ដោយសារអ្វីដោយសារជាតិទឹកដែលដាក់ក្នុងធុង humidifier ហ្នឹងវាជះមកចូលក្នុងសួតយើងនៅពេលដែលទឹកហ្នឹងវាចូលមកក្នុងសួតយើងវានាំមកនៅសម្រាមនៅជាតិកាកសំណល់ដែលយើងមើលអត់ឃើញទេវាចូលទៅវាពាក់នៅក្នុងកំពង់ដង្ហើមនៅក្នុងសួតយើងកើតមហារីកដូច្នេះគេឲ្យប្រើ humidifier ដោយមានកំណត់ហើយគេឲ្យលាងធុងអាធុងទឹកដាក់ម៉ាស៊ីនហ្នឹងគេឲ្យលាងជារឿយៗមនុស្សអត់លាងទេអញ្ចឹងបើយើងបើក humidifier ហើយ humidifier អត់ក្តៅត្រជាក់វាកើតជំងឺសួតនិងផ្លូវដកដង្ហើមលឿនរីឯគ្រឿងចក្រដែលប្រើដោយទឹកដែលគេផ្សាយនោះជាការសាកល្បងនៅឡើយមិនទាន់មានម៉ាស៊ីនណាដែលប្រើដោយទឹកនោះអាចនឹងមានហានិភ័យទេពចំពោះសុខភាពទេណាលិនលីហ្វ័រចៅហ្វាយអត់ចាត់ចែងរឿងតូចហ្នឹងទេតែវាជាការសាកល្បងរបស់បច្ចេកវិទ្យាធម្មតានៅក្នុងប្រព័ន្ធផ្សព្វផ្សាយគេតែងតែនិយាយថា game changer គេថាបច្ចេកវិទ្យាហ្នឹងវាធ្វើឲ្យពិភពលោកហ្នឹងលែងខ្វល់ហើយពីព្រោះម៉ាស៊ីនឡានក៏ចាក់ទឹកបានដែររឿងនេះគ្រាន់តែនិយាយទេម៉ាស៊ីនដែលប្រើដោយទឹកទី1ប្រើប្រាស់អាចខូចសុខភាពខូចទាំងអ្នកនៅតាមថ្នល់ខូចទាំងអ្នកបើកឡានណាហ្នឹងទេបន្តទៅទៀតបើម៉ាស៊ីនប្រើដោយទឹកនៅលើផែនដីនេះបើយើងក៏លេចមើលផែនទីពិភពលោកយើងឃើញមហាសមុទ្រច្រើនណាស់យើងឃើញដីវាតិចជាងសមុទ្រណាយើងឃើញសមុទ្រលហលហេវក៏ប៉ុន្តែទឹកដែលយើងឃើញលហលហេវនោះយកមកប្រើក្នុងម៉ាស៊ីនអត់បានទេភាគច្រើនជាទឹកជាតិប្រៃដែលជាតិសនោះបើចាក់នៅក្នុងម៉ាស៊ីនវាខូចម៉ាស៊ីនដូច្នេះជាតិទឹកដែលប្រើក្នុងម៉ាស៊ីនត្រូវតែជាទឹកសាបចំណែកចំនួនទឹកសាបនៅលើផែនដីអត់គ្រប់មនុស្ស 8000 លានអ្នកប្រើទេហើយដូច្នេះហើយបានជាទឹកសាបកំពុងតែគេតវ៉ានៅពេលដែល AI វាកំពុងអភិវឌ្ឍគេកំពុងតែចោទប្រកាន់ថា AI បានប្រើទឹកសាបអស់ច្រើនដែលបណ្ដាលឲ្យទឹកសាបនៅតាមតំបន់នីមួយៗខ្វះសហរដ្ឋអាមេរិកមិនទាន់មានអ្នកណាស្រែកទឹកដល់ខាស់កទេក៏ប៉ុន្តែ 60% នៅលើដីអាមេរិកខ្វះទឹកសាបចម្លើយតែប៉ុណ្្នឹងឲ្យយល់ណាហេតុអ្វីចៅហ្វាយមិនឲ្យម៉ាស៊ីនដើរដោយថាមពលទឹករីកចម្រើនទៅមុខលេង LIFO បច្ចេកទេសនិងបច្ចេកវិទ្យា